สำหรับบางคนได้มี account Facebook ច្រើនហើយចង់លេងនៅក្នុងទូរស័ព្ទដៃតែមួយណា complete មើលវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនតែម្ដងពីវិធីសាស្ត្រក្នុងការលេង account Facebook បានច្រើននៅលើទូរស័ព្ទដៃតែមួយតោះកុំឲ្យខាតពេលយូរចាប់ផ្ដើមទាំងអស់គ្នាបាទជាដំបូងបើសិនជាបងប្អូនចង់លេង account Facebook ច្រើននៅលើទូរស័ព្ទដៃតែមួយណាសម្រាប់ការប្រើប្រាស់ Android គឺងាយស្រួលទេបងប្អូនគ្រាន់តែធ្វើការចូលជាមួយនឹងពាក្យថា setting បន្តមកទៀតយើងធ្វើការ scroll មកក្រោមមកហើយត្រូវស្វែងរកពាក្យថា app បាទអ្នកត្រង់ចំណុចហ្នឹងបងប្អូនចុចលើហ្នឹងមកហើយបន្តមកទៀតបងប្អូននឹងឃើញពាក្យថា app clone បាទអញ្ចឹងយើងចុចកន្លែង app clone ហ្នឹងមកអញ្ចឹងបងប្អូនចង់លេង Facebook បងប្អូនចុចទៅលើ Facebook មកបាទយើង clone Facebook ណាបាទយើងចុចលើហ្នឹងហើយយើងដាក់ពាក្យថា create app clone អញ្ចឹងនៅពេលដែលយើងធ្វើការចុចពាក្យថា create app clone នឹងហើយគឺវានឹងបង្កើតនៅ Facebook account មួយផ្សេងទៀតហើយបាទអញ្ចឹងខ្ញុំសូមចេញពីចំណុចហ្នឹងហើយកន្លែងនេះគឺជា account Facebook ដែលយើងបានធ្វើការ clone ណាអញ្ចឹងត្រង់ហ្នឹងគឺយើងអាចធ្វើការ rename ឬក៏បដូរឈ្មោះទៅតាម account Facebook របស់យើងបានដូចគ្នាអញ្ចឹងវាមាន2ហើយនៅលើទូរស័ព្ទដៃយើងតែមួយអញ្ចឹងយើងអាចលេង account បាន2អញ្ចឹងយើងអត់ពិបាកទេបើសិនជាយើងចង់លេងយើងគ្រាន់តែបើកកន្លែង app clone ហ្នឹងមកបន្ទាប់ពីយើងធ្វើការបើករួចរាល់ហើយយើងគ្រាន់តែធ្វើការវាយនៅ Gmail account Gmail របស់យើងណាយើងមាន Gmail ឬក៏យើងបង្កើតតាមរយៈលេខទូរស័ព្ទដៃគឺយើងចុចបើសិនជាយើងមានស្រាប់អត់ពិបាកទេបងប្អូនចុចត្រង់ចំណុចខាងក្រោមហ្នឹងមកហើយយើងគ្រាន់តែធ្វើការវាយនៅ Gmail ឬក៏លេខទូរស័ព្ទដែលយើងបានបង្កើតជាមួយនឹង account Facebook តែប៉ុណ្្នឹងមកជាការស្រេចអញ្ចឹងយើងអាចធ្វើការលេងនៅ account Facebook 2ឬក៏3នៅលើទូរស័ព្ទដៃតែមួយបានហើយបាទវីដេអូគឺមានត្រឹមតែប៉ុណ្្នឹងទេអរគុណច្រើន